ទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សាប្រគេនទានចំណាំព្រះវស្សានិងសម្ពុទ្ធសាដកដល់ព្រះភិក្ខុសង្ឃគង់ក្នុងវត្តអង្គការាមហៅវត្តតអោងភូមិគោឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តតាកែវខេត្តកដាលវាច្រឡំដល់តាកែវញោមមកសល់មួយថ្ងៃសម្ដែងធម៌ទេសនានៅព្រៃវែងសរសេរចំណងជើងខុសទៀតដាក់តែភូមិកដាលស្រុកស្វាយតួដល់ខេត្តតាកែវទៀតឥឡូវមកដល់នេះដូចយ៉ាងម៉េចញោមដូចចិត្តមិនដាច់ពីតាកែវវិញព្រោះអាត្មាគុំនៅខេត្តតាកែវញោមដល់អញ្ចឹងទៅចេះតែច្រឡំតាកែវហើយក្រាំងយ៉ូវយើងនេះនៅចិត្តតាកែវទៀតចេញពីនេះទៅវត្តឈ្នះវត្តអីញោមណាចិត្តបកាយនឹងហើយអាត្មាក៏សម្ដែងធម៌ទេសនាហើយក៏ត្រូវវិលត្រឡប់ទៅវិញដែរពីព្រោះនៅវត្តព្រះពុទ្ធកាសបោព្រៃធំចាស់ស្រុកកោះដែលខេត្តតាកែវហ្នឹងក៏និមន្តធ្វើពិធីសូត្រមន្តថ្ងៃនេះចូលវស្សាស្អែកហើយវត្តខ្លះគេសូត្រមន្តម្សិលមិញចូលវស្សាថ្ងៃនេះវត្តខ្លះចូលវស្សាស្អែកណែវាខុសគ្នាអញ្ចឹងញោមអាត្មាមិនយល់ដែរនៅក្នុងវិន័យបៃដកភាគ7និយាយអំពីការចូលវស្សាដោយសារបុណ្យនេះបុណ្យចូលវស្សាអាត្មាក៏មិនទៅលើកធម៌ដតីណាដើម្បីសម្ដែងដែរគឺលើកអំពីការចូលវស្សានិងទូនីតិពុទ្ធបរិស័ទដើម្បីឲ្យបានស្ដាប់បានពិចារណាបានយល់ក្នុងកិច្ចការងារក្នុងកិច្ចការងារបុណ្យកុសលតាមវត្តអារាមនានាចឹងទេញាតិញោមចាំផ្ទៀងសោតៈដើម្បីស្ដាប់និងទទួលយកអត្តន័យខ្លឹមសារទាំងអស់នៅក្នុងពេលនេះដូចតទៅញោមណាសូមអនុមោទនាហើយញោមក៏មាត់អញអញៃសង្ងំបន្តិចណាអាត្មាមិនសំដែងយូរទេប្រហែលជា5ម៉ោងអីហ្នឹងចប់ទេដាច់បាយប្រសក់មកថ្ងៃនេះអាងដល់លោកឆាន់ហើយនិយាយលេងនេះខ្ញុំមិនឲ្យដាច់ទេព្រោះបុណ្យយើងនេះរៀងរាល់ឆ្នាំតែងតែធ្វើញោមត្រូវសិក្សាអំពីពាក្យថាវស្សាពាក្យថាវស្សាហ្នឹងបានន័យថាឆ្នាំភ្លៀងឬរដូវភ្លៀងពាក្យថាវស្សាណាចុះពាក្យថាកាន់វស្សាឬចាំវស្សាកាន់វស្សាឬចាំវស្សាហ្នឹងបានន័យថានៅរក្សាអរុណក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរក្នុងពុទ្ធសាសនិកហើយចុះពាក្យថាចូលវស្សាអ្នកញោមត្រូវសិក្សាពាក្យហ្នឹងពាក្យថាចូលវស្សាបានន័យថាផ្ដាច់ញារក្សាអរុណក្នុងទីភ្លៀងក្នុងទីកំណត់របស់ភិក្ខុសាមណេរក្នុងពុទ្ធសាសនាហើយចុះពាក្យថាដាច់វស្សាពាក្យថាដាច់វស្សាបានន័យថានៅឲ្យកន្លងអរុណហ្នឹងគឺព្រះអាទិត្យហ្នឹងណាកន្លងអរុណក្នុងទីអាវាសវត្ត
ដែលលោកបានចាំភាសារបស់ភិក្ខុសាមណេរបានន័យថាធ្វើឲ្យកន្លងហើយអាហ្នឹងដាច់ហើយចូលពាក្យថាទៀនភាសាណែទៀនអាត្មានិយាយពាក្យហ្នឹងឲ្យញោមស្ដាប់ឲ្យសនុកយល់ពាក្យថាទៀនភាសាគឺជាទៀនធំដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាប្រគេនព្រះភិក្ខុសង្ឃក្នុងអាវាសវត្តណាមួយដើម្បីអុជនៅក្នុងពេលចាំព្រះវស្សានឹងឯងអានឹងអញ្ចឹងចុះពាក្យថាសាដកបានន័យថាសម្ពុតសម្រាប់ងូតទឹកភ្លៀងអានឹងញោមត្រូវសិក្សាពាក្យថាចូលវស្សាចាំវស្សាឬចំកាន់វស្សាដាច់វស្សាឃើញទេទៀនធំសាដកហ្នឹងវាមានអត្ថន័យតែប៉ុណ្្នឹងក្នុងការចូលវស្សាហ្នឹងហើយចូលវស្សាហ្នឹងអាត្មានិយាយកន្លែងហ្នឹងបន្តិចហើយចាំចូលទូននីតិពុទ្ធបរិស័ទទាំង5ហើយចប់ចែកផ្លូវគ្នាទៅមកការចូលវស្សានេះគេចូលវស្សាតែភិក្ខុសាមណេរក្នុងពុទ្ធសាសនាទេមិនវសក់ចូលវស្សាទេទីកន្លែងឃុំខ្លះស្រុកខ្លះលោកចូលវស្សាហើយវាទៅជាមានវសក់ចូលវស្សាដែររហូតដល់មានប្រកាន់ទៀតថាកុំការកូនក្នុងវស្សាវានាំឲ្យចង្រៃហើយបើលោកវាថាកុំសឹកក្នុងវស្សានាំឲ្យចង្រៃអញ្ចឹងកុំងាប់ក្នុងវស្សាដែររងគេមាននិយាយអញ្ចឹងផងឯងនិយាយតែគ្នាឯងហើយខ្លះទៀតលោកចូលវស្សានៅវត្តប្រសក់គេចូលវស្សានៅសាលាសំណាក់តាមភូមិ3ខែដោយលោកដែរប៉ុន្តែចូលវស្សារបៀបប្រសក់ហ្នឹងបើតាមដឹងព័ត៌មានមកមិនសូវស្រួលប្រមាណទេអាចារ្យហ្នឹងពោះម៉ាយហើយយាយហ្នឹងក៏ពោះម៉ាយថ្វាយអង្គមព្រះ3ខែនៅសាលាសំណាក់ថ្វាយចុះថ្វាយឡើងសែនអង្គុយគ្នាបាត់តែបន្តិចស្រឡាញ់គ្នាសោះប៉ុណ្ណារបៀបលក្ខណៈលាក់កូនណាដល់ហើយឥឡូវការរបស់គាត់ទៅវាចឹងណាញោមប៉ុន្តែញោមត្រូវចាំថាភាសានេះគឺមានតែភិក្ខុសាមណេរក្នុងពុទ្ធសាសនាអត់មានប្រសក់ទេហើយចុះពាក្យខ្មែរយើងចំណាំនិយាយតគ្នាថាកុំការកូនក្នុងភាសាវាចង្រៃតាមពិតពាក្យហ្នឹងយើងនិយាយហ្នឹងខុសហើយតែនិយាយខុសវានាំឲ្យបាបវិញទេការកូនក្នុងភាសាក៏មានមិនចង្រៃដែរបើនិយាយចេះទៅវាគ្រាន់បន្តិចកុំការកូនក្នុងភាសាវាសំគួរនិយាយអញ្ចឹងវាគ្រាន់បន្តិចហេតុអ្វីបានគេមិនឲ្យការកូនក្នុងភាសាពីព្រោះពាក្យថាវស្សាបានន័យថាម៉េចអាត្មាបកស្រាយពីដើមឆ្នាំភ្លៀងហ្នឹងរដូវភ្លៀងវស្សាហ្នឹងវារដូវភ្លៀងហើយដល់យើងការកូនខែវស្សាមានអ្នកណាគេមកចឹងមែនទេញោមមានអ្នកណាគេមកហៅគេមិនមកគេដោះស្រាយថាចង់ទៅដែរតែមេឃភ្លៀងណែវាខាតអាកន្លែងហ្នឹងទេដែលគេមិនចង់ឲ្យការកូនក្នុងភាសានោះហើយប្រវត្តិចូលភាសានេះសោតនិយាយអំពីខណ្ឌដែនសីមាដែលភិក្ខុសាមណេរលោកបានកំណត់ភាសាតាមពុទ្ធចំណន់ពុទ្ធកាលអត់មានវត្តត្រឹមត្រូវទេកាលពីដំបូងឡើយណាកាលពីដំបូងឡើយព្រះសម្មាសម្ពុទ្ធមិនតាន់អនុញ្ញាតឲ្យភិក្ខុសង្ឃទទួលវត្តអារាមពីទេយុទេយកាភិក្ខុសង្ឃចាំភាសាញោមរូងភ្នំកពោតព្រៃក្រោមដើមឈើលោកសន្មតឧបមាថាដីនឹង10ម៉ែត្រ4ជ្រុងលោកសន្មតកន្លែងនឹងហើយលោកចាំភាសានៅក្នុងអាដី10ម៉ែត្រ4ជ្រុងនឹងលោកពេលដែលថ្ងៃរះឡើងលោកនិមន្តទៅបិណ្ឌបាតអីធម្មតាអីចឹងទៅពេលយប់លោកត្រូវនាំគ្នាមកអាកន្លែងដី10ម៉ែត្រ4ជ្រុងនឹងវិញតលតែពលឺភ្លឺច្បាស់ទៅលោកចេញពីអារង្វង់10ម៉ែត្រ4ជ្រុងនឹងវិញអញ្ចឹងណាហើយដល់ពេលសម័យនេះមានវត្តមានអារាមត្រឹមត្រូវហើយយើងទៅចាំភាសាក្នុងព្រៃនំតពុះចិត្តទៅអី
ចឹងមកក្នុងវត្តក្នុងអារាមនេះមកអាហ្នឹងរឿងចាំភាសាហ្នឹងហើយបញ្ជាក់ជូនគឺសម្រាប់តែភិក្ខុសាមណេរក្នុងព្រះពុទ្ធសាសនាគេអត់និយាយប្រសក់ចាំភាសាទេប៉ុន្តែនេះបើវត្តយើងនៅចិត្តហ្នឹងអញ្ចឹងញោមចង់មករៀនធัวយើងនាំគ្នាមកពេលល្ងាចហ្នឹងកាន់ទេសជ្ជៈមិនបាច់ចាំបច្ច័យក៏បានដែរព្រោះវាមិនមែនពេលបុណ្យតែបើយើងមានក៏យកមកភេសជ្ជៈទឹកតែស្ករសទឹកដោះគោទឹកក្រូចអីហ្នឹងយើងមកប្រគេនព្រះភិក្ខុសង្ឃទៅហើយយើងនាំគ្នានេះរៀនធัวសូត្រនៅសាលាហ្នឹងទៅព្រោះវត្តយើងវាជិតផ្ទះវាសនុកណាញោមហើយបើញោមមិនចេះធัวញោមមកតែ3ខែមិនល្ងាចពេលព្រឹកដូចប្រសង់អីញោមតាមមកតែពេលល្ងាចហ្នឹងបាយហើយអីហើយយើងមករៀនធម៌លោកអាចារ្យដឹកនាំញោមចេះទាំងអស់តែគ្នាហ្នឹងញោមណាក៏ចេះធម៌ដែរ3ខែហ្នឹងឲ្យតែមកជាប់ហើយបើយើងមិនមកយើងនៅតែមិនចេះអញ្ចឹងយ៉ាងកេញបើគ្មានគ្នាសូត្រទៅមុខទៅក្រោយទៅមុខរកកន្លែងជាប់ឃើញហ្នឹងវាតែប៉ុណ្្នឹងទេហើយប្រព័ន្ធនៃការចាំភាសានេះអាត្មាសម្ដែងសង្ខេបដោយសារចេញពីពុទ្ធបរិស័ទប្រតិកម្មមានមតិរិះគន់តាមពុទ្ធព្រះអង្គត្រាស់ដឹងហើយថ្មីក៏មិនបានបញ្ញត្តិឲ្យភិក្ខុសង្ឃសាដែរកាលនោះដោយសារតែក្នុងវស្សានរដូវភ្លៀងធ្លាក់ជោគចំភិក្ខុសង្ឃចំនួននោះច្រើនញោមរាប់ម៉ឺនរាប់សែនអង្គនិមន្តអាខែមេឃភ្លៀងអញ្ចឹងខែវស្សាហ្នឹងបើមិនតាន់មានវស្សាទេកាលនោះលោកនិមន្តទៅបិណ្ឌបាតលោកនិមន្តទៅនេះទៅនោះដើរជន់ភ្លឺស្រែគេបែកខ្ទេចខ្ទីចុះរាប់ម៉ឺនអង្គហើយមេឃភ្លៀងត្រូវភ្លៀងមកភ្លឺស្រែលើកហើយវាមានតុនមានរឹងឯណាឧបមាថាមួយជួរហ្នឹង 5000 អង្គគ្រាន់តែដើរមួយអង្គមួយជើងហ្នឹងក៏ខ្ទេចដែរភ្លឺស្រែហើយបើមិនកាត់ស្រូវគេគឺម៉ត់ហ្មងស្រូវហ្នឹងអាស្ទូងហើយថ្មីអាព្រោះហើយថ្មីគឺរៀបតែហ្មងហើយសត្វល្អិតសត្វតូចអីហ្នឹងខ្ទេចខ្ទីងាប់អង្គាលបានមហាជនគេរិះគន់ថាពួកសាមណៈសក្យបុត្រមិនសមណាត្រែកចរក្នុងវស្សានរដូវខ្លះហេមន្តរដូវខ្លះវសន្តរដូវខ្លះអីចឹងណាមិនសមណាដើរទៅពីអញ្ចឹងទេសូម្បីពួកលទ្ធិដតីអ្នកកាន់សាសនាដតីក៏គេមានពេលមានការឈប់មានការសម្រាកសត្វតេរឆានសត្វស្លាបក៏គង់ធ្វើសម្បុករដូវភ្លៀងធ្លាក់ចុះដោយហើយអីតែពួកសាមណៈសក្យបុត្រនាំគ្នាដើរទៅពីអីចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហៅអនុជានាមិភិក្ខវេវសង្ឃឧបកន្តងមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយចូលចាំព្រះវស្សាហើយវស្សាហ្នឹងមាន2ទៅទៀតទី1បរិមិកវសោបនេយិកាវស្សាទី1ទី2បច្ចមវសោបនេយិកាវស្សាទី2បណ្ណវស្សាទី1ហ្នឹងអាចក្រាលក្រងកឋិនបានវស្សាទី2ក្រាលក្រងកឋិនមិនបានទេហើយវស្សាទី1ហ្នឹងគេចូលពីណាគឺគេចូលថ្ងៃ100ខែទុតិយាសាទយើងហ្នឹងចេញនឹងថ្ងៃ15កើតខែអាសត់ចឹងមែនទេញោម100ខែអាសាទទល់នឹង15កើតខែអាសត់ហើយកដាប់ហើយអាហ្នឹងនៅក្នុងបត្រៃ3ដកវិន័យ3ដកភាគ7រឿងវសោបនេយកវស័កនិយាយអំពីការចាំភាសាហ្នឹងដល់ពេលសម័យសពថ្ងៃនេះវត្តខ្លះគេចូលថ្ងៃនេះចូលថ្ងៃ15កើតខែអាសាឍដល់ពេលគេចេញ
គេចេញថ្ងៃ15កើតខែអាសាឍវត្តខ្លះទៀតចូល100ខែអាសាឍដល់តែចេញ15កើតខែអាសត់ដែរ100ខែអាសត់ដែរ100ខែអាសាឍចេញ100ខែអាសត់ដែរអាហ្នឹងវាត្រឡប់ត្រឡប់អញ្ចឹងអាត្មាមិនយល់ដែរចំណុចហ្នឹងឲ្យដល់យើងនិយាយទៅគេថាពីដើមឡើយតែអញ្ចឹងយល់មកវត្តខ្លះអត់និយាយលេងទេណាគេចូលថ្ងៃហ្នឹងចូលថ្ងៃ15កើតដល់ចេញ15កើត15រោចអីចឹងទៅហើយដល់សួរទៅថាម៉េចថាតាំងពីដើមឡើយតែអញ្ចឹងបានន័យថាបើគ្រូនាំខុសតាមគ្រូដែរអត់មានសិក្សានៅក្នុងបត្រៃបៃដកឬក្នុងគម្ពីរពុទ្ធសាសនាអត់មានយកបត្រៃបៃដកជាគោលអត់ទេបានន័យថាយកគ្រូជាគោលអញ្ចឹងកន្លែងហ្នឹងមួយបើគ្រូដឹកនាំពីមុនមកត្រូវហើយតែបើគ្រូដឹកនាំខុសគឺខុសតគ្នាអារឿងខុសតគ្នាហ្នឹងដោយគ្រូបរិញ្ញាសេះអញ្ចឹងបរិជាហ្នឹងឲ្យគេមើលសេះសាប់តាអាអ្នកមើលសេះហ្នឹងពីរជើងដឹកសេះដើរមុខសេះដល់ពេលសេះហ្នឹងវាឃើញអាអ្នកដឹកហ្នឹងដើរពីរជើងអាសេះហ្នឹងដើរធ្វើពីរជើងដែរហើយបរិជាហ្នឹងឆ្ងល់ថាចុះហេតុអ្វីបានជាសេះយើងហ្នឹងវាជើងបានហៅអាមាត្យមួយមកសួរថាបពុតព្រះសមត្ថទេពបើចង់ឲ្យសេះនឹងដើរត្រង់នេះដល់ដូរអ្នកខែអញ្ចឹងដូរអាអ្នកពីរជើងនឹងចេញយកអាមនុស្សជើងត្រង់មកវិញដល់ប្រហាត់បរៀនដឹកសេះនឹងទៅងូតទឹកទៅលាងទឹកទៅដោះក្អែលដឹកឲ្យវាស៊ីស្មៅស៊ីចំណីហើយសេះនឹងមើលអញ្ចឹងទៅឃើញមនុស្សនឹងដើរត្រង់ដល់យូរទៅដើរត្រង់តាមគេវិញទៅហើយមួយទៀតលោកគ្រូសបកអាឡឹកចៅអធិការវត្តហ្នឹងមិនមែនលោកគ្រូវត្តនេះទេចៅអធិការវត្តដឹងវត្តស្អីទេវត្តហ្នឹងបែបស្លាប់ហើយលោកហ្នឹងលោកកើតប្រកាំងញោមស្គាល់អាជំងឺប្រកាំងហ្នឹងវាប្រកាច់ឲ្យតែក្តៅប្រកាច់ហ្នឹងដល់ទៅពេលហើយលោកឆានហើយអីហើយអាឡឹកហ្នឹងតើលោកឆានហើយខ្វៀលសាច់អស់លោកយកអាសបកហ្នឹងគ្រប់ប្រកាសលោកភ្លឹបគ្របនឹងឲ្យវាត្រជាក់ប៉ុន្តែលោកវាមិនបានប្រាកូនចៅដល់ទៅពេលលោកគ្រូនឹងសកត់បាត់ទៅកូនចៅលោកឡើងធ្វើចៅអធិការបន្តឲ្យតែឆានអាឡឹកហើយយកអាសបកអាឡឹកនឹងគ្រប់ក្បាលវត្តហើយដល់ទៅពេលសួរថាម៉េចបានធ្វើអញ្ចឹងគ្រូសង្ឃេតវត្តហ្នឹងគឺធ្វើអញ្ចឹងហ្មងត្រូវតែធ្វើអញ្ចឹងតគ្នាអញ្ចឹងបាទតាមពិតអត់ដឹងរឿងថាការលោកគ្រូយកសបកអាឡឹកមកគ្របប្រកែហ្នឹងដោយសារតែលោកកើតប្រកាំងវាភ្លេចប្រាប់អាកើតប្រកាំងនេះហើយបានវត្តហ្នឹងធ្វើតគ្នាទៅហើយមួយទៀតលោកគ្រូបាត់ធ្លុះលោកវត្តហ្នឹងឲ្យតែឆាន់ហើយអីហើយលោកផ្ងាបាតមើលអញ្ចឹងងាបាតមើលតើវាធ្លុះប៉ុន្មានហើយចំនួនមុនវាក្របាតអញ្ចឹងណាក្របាតឲ្យតែឆាន់ហើយដាក់បាតប្រចាំងមើលវាធ្លុះប៉ុន្មានដល់ទៅពេលលោកសកត់បាតទៅកូនចៅលោកឡើងសក្រាចក្រោយឲ្យតែឆាន់ហើយផ្ងាបាតមើលដូចគ្នាអញ្ចឹងបានន័យថាត្រឡប់មកវិញថារឿងរ៉ាវខ្លះធ្វើតាមទម្លាប់បើត្រូវល្អខ្លះទៀតធ្វើតាមទម្លាប់បើខុសគឺខុសតគ្នាមួយជីវិតកែមិនឡើងញោមកែមិនឡើងអាហ្នឹងវាអញ្ចឹងនេះចង់បញ្ជាក់ជូនញាតិញោមពុទ្ធបរិស័ទស្រីប្រុសឲ្យបានជ្រាបឥឡូវនេះរឿងចូលភាសាមានប្រមាណប៉ុណ្ណេះដូចជាអាត្មាបកស្រាយពាក្យថាទានភាសាហ្នឹងទានធំដែលទាយុទាយកាមានសទ្ធាជ្រះថ្លាយកមកប្រគេនព្រះភិក្ខុសង្ឃ10ថ្វាយបង្គំព្រះក្នុងពេលលោកចាំភាសាប៉ុន្តែមានចំណុចខ្លះហ្នឹងមកពីណាមកលោកអាចារ្យញោមលោកអាចារ្យវត្តខ្លះមិនមែនវត្តនេះទេវត្តខ្លះ
គេនិយាយតគ្នាថាទៀនណាបើដុតកុំឲ្យរលត់និយាយអញ្ចឹងព្រោះចាស់ភាសាមិនខ្វះទេទៀនតែបើអត់កុំឲ្យរលត់បើរលត់ទៀនគឺលោកវត្តហ្នឹងដាច់ភាសានិយាយចេញមកតំណើបមកវានឹងស្អីអាលីងអូលេងតាហ៊ានតាលត់ទៀនគឺដាច់ភាសាអាត្មាឮផ្ទាល់តិចហ្មងកាលហ្នឹងកាលឆ្នាំ2000 អាណាអ្នកនិយាយតាអាចារ្យវត្តហ្នឹងហ្មងគាត់ថាលោកពីដើមអត់ចឹងទេអុចមិនឲ្យលត់ទេអុចរហូតមើលតែចិត្តអស់តមើលតែចិត្តអស់តអាត្មាថាបើវត្តហ្នឹងសបោទៀនញោមឯងអុចទៅហើយញោមឯងនឹងដេកយាមទៀនហ្នឹងដេកយាមទៀនហ្នឹងមិនបាច់ទៅរកស៊ីអីទេទាំងថ្ងៃទាំងយប់ហ្នឹងបំប្រពន្ធលេងក្បាលចោលឥឡូវទៀនភាសាគេមិននិយាយរឿងទៀនណាគេនិយាយរឿងការចាំភាសាភិក្ខុសង្ឃបើលោកធ្វើឲ្យកន្លងរាត្រីក្រៅអាវាសដាច់តែបើលោកមានកិច្ចឧបមាថាឪពុកម្ដាយលោកឈឺព្រឹកឧបជាភិក្ខុសង្ឃផងគ្នាមានការចាំបាច់អីបន្តលោកលើកសតហៈសច្ចេមេរាយោណដ្ឋិសតហៈផន្តរិយវបណៈនិវត្តិសាមិទុតិយំបិតតិយំបិអីចឹងទៅបន្ថ្ងៃទី7ត្រូវដល់វត្តវិញតែដល់ថ្ងៃទី8មកវត្តដាច់ភាសាហើយវាមានកិច្ចចឹងដែរតាញោមហើយបើញោមមិនដឹងញោមខ្លះនិយាយទៀតលោកនេះចូលអាសាដើរគ្មានដឹងស្អីដើរទៅទេសនាខេត្តនេះខេត្តនោះអ្នកនិយាយហ្នឹងតំណើបគ្មានដឹងអីទេអាអ្នកធ្លាប់បួសរៀនមិនសូវអីប្រមាណទេយ៉ាប់ចឹងគេអាអ្នកមិនដែលបួសហ្នឹងហ្មងនិយាយចេញមកធ្វើដូចឯងចេះមែនទេហើយនិយាយមកច្បាស់មកលោកធ្វើអញ្ចឹងត្រឹមត្រូវក្នុងភាសាដើរញ៉ៃញ៉ៃញោមឲ្យតែគេនិមន្តអាត្មាប្រាប់មិនបាច់ដល់អាទេសនាទេលោកគ្រូអើយកណាចង់និមន្តមកខេត្តកចេះឬខេត្តស្ទឹងត្រែងមុនដើម្បីចង់ប្រគេនចង្ហាន់មកពេលហើយកណាចង់មើលមុខព្រោះស្ដាប់ដល់សំឡេងនឹកលឹកឲ្យតែគេនិមន្តខ្លាយតែអាទៅគេមិនមុនទេអាទៅគេមិនមុនហ្នឹងជៀសវាងថាមិត្តភ័ក្តិភិក្ខុសាមណេរផងគ្នាញោមប្រុសញោមស្រីព្រះឧបជាអីចឹងណាអាហ្នឹងបាច់ចាំគេមុនទេដឹងដំណឹងលើកសត្វហៈទៅប្រយតែបើទៅផ្ទះទៅកម្មវិធីផ្សេងឲ្យតែគេនិមន្តអញ្ចឹងញោមបើញោមមិនចាំឲ្យលោកដាច់ភាសាញោមចាំដាច់ខាតត្រូវតែនិមន្តឲ្យតែនិមន្តលោកលើកសត្វហៈទៅបានហើយបើមិននិមន្តអត់កើតទេអាហ្នឹងអញ្ចឹងហើយអាត្មាបញ្ជាក់រឿងទៀននឹងឲ្យចប់តាមពុទ្ធទៀននេះមិនអាចមិនបាច់ដុតជាប់រហូតក៏បានដែរជៀសវាងវានាំហានិភ័យលោកឲ្យតែពេលថ្វាយបង្គំរួចលោកបលត់ក៏បានដែរចាំពេលថ្វាយបង្គំអត់វិញអត់មានរឿងទៀនអីអាលត់ទៀនដាច់ភាសាអត់មាននិយាយពាក្យហ្នឹងទេនិយាយពាក្យអញ្ចឹងនិយាយមិនត្រូវទេខូចគេខូចឯងអស់ហើយនិយាយអញ្ចឹងវត្តខ្លះនេះដោយសារតែអបកម្មរឿងថាបើអាលត់ទៀនដាច់ភាសាឆេះសាលាឆាន់មូលហេតុមកពីអីញោមមូលហេតុមានអាណាដេកយាមទៀនវាដួលហើយសាលាឆាន់ថ្មផងក៏ឆេះស្រួលដែរឆេះស្រួលជាងឈើទៀតជ្រុលឲ្យឆេះងុំហ្មងមិនថាអញ្ចឹងវត្តខ្លះសាលាឆាន់ឈើតាមពិតមកពីកំណត់លោកវត្តនឹងចង់ឲ្យឆេះហ្មងណាហើយតាមប្រកាសញាតិញោមអើយសាលាឆាន់វត្តអាត្មាឆេះហើយម៉ែមកប្រាវជាង$60,000នេះអាហ្នឹងស៊ើបឲ្យដឹងហើយកុំឲ្យហ្មងកុំធ្វើឲ្យលោកអញ្ចឹងខ្លះកំណត់មិនសូវស្រួលដែរហ្នឹងបន់ឲ្យឆេះហើយមានវត្តមួយទៀតគេចូលគេនោះគេបានទៀនច្រើនញោមឯងធម្មតាគេដុតថ្វាយគុំព្រះគេដុតអូឡាឆាន់អញ្ចឹងមកគូទៅពហិនោះមកគូអស់មកគូដាក់ចូលមកគូអស់មកគូដាក់ចូលមកគូឯងដុតម្ដង6គូដុតគេអានអាទៀនច្រើនដុតឲ្យអត់ប្រលត់ទៀតញោមអត់ប្រលត់ទៀត
bà hai chỉ mong phí nhôm đôi thà thà mà đá tiến ta về cháy về hồ chân tốt ai bà cháy về nó về mình ở đây bà đá bà cháy thùng nhôm ai đua tiền và mũi đào năng cháy bình và hì cầm nu không ông và hì rồi bị không mau nơi cụ chân ăn lô mà vót nòm khné đã tới vô bom và luật còn là sập po lô đang ởประมาณสำหรับโยอาสปัวนั่งให้จะลวกตึกสร้างการไปเฮนั่งไอ้นอมคนนี้โยอาสปัวนั่งบอกเบาขนมไปเฮนั่งไปเอาตึกนั่งเวปลดเตียนอารถจังตอนกับนูคล้อยลิงยงอาตมานัตตะเปรใช้เพลิงมุกวีลิงยงอันนั้นกับเมาปีหน้าเมาปีเยียดโยมขบคนนี้นั่งจีบเซ่ได้ปากกายใหญ่ดาวโลกนั่งtháng thời chất đại của xa ta luật tiên đại của xa lâu khai cái thá mẹ nát đốt tầng o chạy nó chạy về hệ linh anh đang rương bất rương men cả là tham ăn đầu tiên nó khai tập bột anh đang mình men lên soi tới nó nhiệt nhôm bột bò đi sạch sợi pro tiền lại ai lâu ní tham ăn sầm đai rương cà chua và xa rồi có chăm và xa đại của xa nó tận nàyចូលមកដល់ទូនេតិពុទ្ធបរិស័ទម្ដងព្រោះការចូលភាសាចំនួនពុទ្ធកាលសម្បូរដោយសេដ្ឋីមន្ត្រីកហបតីចូលភាសាតាមពិតញោមចូលភាសាតាមពិតគេមិនអោយភិក្ខុសាមណេរបិណ្ឌបាតទេចូលភាសាប៉ុន្តែមិនអោយលោកបិណ្ឌបាតអាស្រ័យពុទ្ធបរិស័ទចំណុះជើងវត្តនឹងមានសទ្ធាជ្រះថ្លាឯកភាពគ្នាថាវត្តយើង3ខែបវារណាភិក្ខុសាមណេរក្នុងវត្តមិនបាច់បិណ្ឌបាតទេគឺយើងដាក់វេនគ្នាយកចង្ហាន់មកប្រគេនលោកអាហ្នឹងមិនបាច់បិណ្ឌបាតទេតែបើជឿនឹងអារោអារ៉ាញោមស្គាល់ពីអារោអារ៉ាđấyបានន័យថាបសក់ជើងវត្តនឹងអត់បសក់ជើងវត្តនឹងគ្មានពេលវេលាឯណាមកទំនុកបំរុង3ខែហ្នឹងមានពេលវេលាឯណាប្តីគ្នាឈឺប្រពន្ធត្រូវឆ្លោកស្រូវយកលុយមកចិញ្ចឹមកូនចិញ្ចឹមប្តីការងារបបាតនេគា4ស្ថាប័នរួច1នៅ3រួច3នៅ4វិញអដែលឮតែម៉ូតូគេជិះមកផ្អើលរត់ចូលពូនពីងទឹកឡើងបែកពីងអស់ហើយខ្លះហ្នឹងពីងមាន2អាមួយអត់ទឹកអាមួយមានទឹកអាអត់ទឹកសំណុកចូលពូនអាមានទឹកពូនកើតទេពូនចោះពូនឡើងឮសំឡេងម៉ូតូពួក CO វាបឋមពេកបើកពីងច្រឡំចូលអាពីងមានទឹកថាពួនថានឹងអត់ទឹកហើយវាមានឆ្លក់ចិត្តងាប់ចាយដនថារាល់ដងពូនគេបានដល់ម្ដងហ្នឹងពូនគេមិនបានវាចូលពីងច្រឡំឆ្លក់ហើយដល់ហើយគេសួរចុះអ៊ំកើតអីបានឆ្លក់ទឹកខ្ញុំចុះស្ដាពីងបើតាមពុតចូលពូនច្រឡំញោមជួនកាលប្រសក់ជើងវត្តខ្វះខាតมันអាចទំនុកបំរុង3ខែនឹងបានអញ្ចឹងមានតែលោកបិណ្ឌបាតហ្នឹងក៏มันខុសដែរមានញោមខ្លះលើកឡើងញោមលើកឡើងថាទេ3ខែហ្នឹងលោកបិណ្ឌបាតដាច់ភាសាលោកបិណ្ឌបាតដាច់ភាសាទៀតហើយមួយទៀតថាលោកបិណ្ឌបាតខែភាសាខុសវិន័យខុសទៀតហើយសត្វតែសម្ដីអ្នកមិនបានរៀនមិនបានសូត្រមិនបានរៀនមិនបានសូត្រគ្មានដឹងអីមែនទៅបើអ្នកយល់គេអត់និយាយអញ្ចឹងទេហើយពាក្យហ្នឹងនិយាយតគ្នាប្រកាន់តពីសគ្មានដឹងអីទេឥឡូវអាត្មានិយាយពីទូនាទីញាតិញោមទូនាទីពុទ្ធបរិស័ទលោកយាយលោកតាទាំងអស់ហ្នឹងមាន5ទូនាទីមាន5ហើយមានឱកាសក្រោយអាត្មាសម្ដែងទូនាទីលោកមាន5ទូនាទីញាតិញោមមាន5ទី1អាត្មាអញត្រូវសិក្សាថាអាត្មាអញត្រូវមានកាយកម្មប្រកបដោយមេត្តាកាយកម្មប្រកបដោយមេត្តាបានន័យថា
លើកដៃបណ្ណំថ្វាយបង្គំព្រះក៏ប្រកបដោយមេត្តាថ្វាយបង្គំព្រះសង្ឃក៏ប្រកបដោយមេត្តាមិនមែនថ្វាយបង្គំដោយចិត្តខឹងចេះខឹងចង់អត់ទេហើយក៏ជាអ្នកជឿជាក់យល់ច្បាស់ក្នុងគុណព្រះពុទ្ធមានបញ្ញាគុណករុណាគុណវិសុទ្ធិគុណគឺជាអ្នកគោរពជាប់លាប់តាំងសុខនៅក្នុងព្រះពុទ្ធរលឹកនៅពុទ្ធានុសតិជានិច្ចអាហ្នឹងគឺយើងត្រូវមានមេត្តាកាយកម្មប្រកបដោយមេត្តាទី2ត្រូវមានវចីកម្មប្រកបដោយមេត្តាគឺមានការសិក្សាព្រះពុទ្ធវចនៈហើយមានការបន្ទិញស្វាធ្យាយរៀនសូត្រចេះដឹងពោលធម៌សំដែងធម៌បញ្ញាបយលធម៌ឲ្យគេអ្នកមិនយល់អ្នកមិនដឹងឲ្យគេយល់ឲ្យគេដឹងឲ្យគេប្របាត់តាមឲ្យគេធ្វើតាមទី3មានមនោកម្មប្រកបដោយមេត្តាគឺចិត្តមិនមានគិតខុសមិនមានខុសមិនជឿតាមគេតែប្រទេសតែផ្ដាស់ដល់នាំពុះជើងថាកន្លែងនេះពុះខ្លាំងកន្លែងនេះអ្នកមានបុកកន្លែងនេះពុះកែកន្លែងនេះប្រសាអត់ទេគឺក្នុងចិត្តមានតែព្រះរតនត្រ័យទាំង3មិនមានអ្វីផ្សេងជាទីពឹងទីរលឹកតួនាទីញាតិញោមពុទ្ធបរិស័ទទី4អាត្មាអញក៏បីសិក្សាថាជាអ្នកមិនបិទទ្វារផ្ទះជាអ្នកមិនបិទទ្វារផ្ទះគឺក្រោកទទួលលោកអ្នកមានសិលឬមិនបិទទ្វារផ្ទះនេះញោមបិទទ្វារផ្ទះហ្នឹងបានជាអ្នកមានសទ្ធាយល់ទេដូចសង្ឃបិណ្ឌបាតអញ្ចឹងញោមបិទទ្វារផ្ទះក៏ដោយប៉ុន្តែគាត់ថាឃើញសង្ឃញោមមានសទ្ធាញោមបើកទ្វារវិញគេណាបើកទ្វារផ្ទះក៏ដោយបើញោមគ្មានសទ្ធាទេឈ្មោះថាបិទទ្វារផ្ទះដដែលតែបើញោមមានសទ្ធាហើយអាហ្នឹងបើកហើយសទ្ធាហ្នឹងគឺជាទ្វារផ្ទះហើយអាហ្នឹងអញ្ចឹងហើយចំណុចទី5អាត្មាអញត្រូវទំនុកបំរុងបច្ច័យ4ដល់ភិក្ខុសង្ឃក្នុងពុទ្ធសាសនាពីព្រោះអីញោមបានយើងត្រូវទំនុកបំរុងបច្ច័យ4ដោយសារយើងជាពុទ្ធបរិស័ទពុទ្ធបរិស័ទប្រែថាម៉េចញោមប្រែថាអ្នកនៅជុំវិញព្រះសម្មាសម្ពុទ្ធឬក៏ថាអ្នកនៅជិតវត្តញោមឯងនៅអាមេរិកក៏ដោយនៅកាណាដាក៏ដោយបើញោមឯងអ្នកកាន់ពុទ្ធសាសនានៅតែពុទ្ធបរិស័ទដដែលហ្នឹងឃើញទេហើយបើញោមឯងនៅក្បែរវត្តប៉ុន្តែញោមឯងមិនមែនពុទ្ធបរិស័ទផងអាហ្នឹងនៅតែមែនដែរហ្នឹងអញ្ចឹងទេញាតិញោមចេះត្រូវសិក្សាមួយទៀតពុទ្ធសាសនុបឋមញោមចំណាំឃើញសម្ដេចលោកប្រទានក្រមងារណាពុទ្ធសាសនុបឋមប្រែថាម៉េចពុទ្ធសាសនុបឋមប្រែថាអ្នកឧបត្ថម្ភទំនុកបំរុងព្រះពុទ្ធសាសនាឧបមាថាឃើញវត្តនឹងខ្វះសាលាឆាន់ឃើញវត្តនឹងខ្វះវិហារហ្នឹងអ្នកទំនុកបំរុងហ្នឹងវត្តនឹងខ្វះចង្ហាន់ខ្វះអីហ្នឹងចឹងហើយមួយទៀតពុទ្ធសាសនិកជនអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនាអាហ្នឹងអញ្ចឹងទេអញ្ចឹងទេញោមត្រូវចាំគ្រប់គ្នាថាបំណាច់ថាញោមជាពុទ្ធបរិស័ទហើយញោមត្រូវមានកាយកម្មវិច័យកម្មមនោកម្មប្រកបដោយមេត្តាកុំទៅតោះជាមួយព្រះសង្ឃកុំទៅតោះជាមួយអ្នកបួសដូចញោមគាត់មួយមានលោកអាចារ្យមានគណៈកម្មការមានវិជីទៀតដល់លោកយាយជីហ្នឹងនៅដើម្បីអីមិនមែនដើម្បីឲ្យលោកបំរើទេនៅដើម្បីបំរើព្រះសង្ឃបំរើស្អីទេត្រូវលាងចានលាងត្រូវបបត្រូវដាំបាយត្រូវបោសសម្អាតហើយរក្សាសិល8ក៏បានសិល10ក៏បានប៉ុន្តែមិនអាចតាំងខ្លួនស្មើព្រះសង្ឃទេទោះបីជាញោមសិល10ក៏ដោយតែញោមឈ្មោះថាឯអ្នកភេទដែរអញ្ចឹងណាព្រះសង្ឃជាអមភេទខុសគ្នាអញ្ចឹងខុសគ្នាដែរមួយព្រះសង្ឃមួយព្រះសង្ឃ
ហើយបើសិនជាឃើញលោកធ្វើខុសអីតិចតួចมันអាចទៅនិយាយដើមលោកបានទេព្រោះលោកអ្នកមានសិលលោកអ្នកបួសហើយបើយើងគិតថាប្រសង់ធ្វើចេះមិនត្រូវលោកធ្វើចេះមិនត្រូវយើងមកបួសដែរទៅមកបួសនៅវត្តនឹងទៅកុំអារបៀបខុសដៃយកដៃខុសជើងយកជើងវត្តខ្លះមានតែសាលាមានតែពហិមានតែកុដិលោកនៅ2លោកនៅ1មានវត្តមួយទៀតអាចារ្យធំហ្នឹងអាដុំភ្លើងទៅដាក់ផ្ទះគាត់ហើយតខ្សែពីផ្ទះគាត់ទៅវត្តឃ្លាំងវត្តគាត់អ្នកកាន់បើគាត់ត្រូវចិត្តគាត់ចាក់សោឲ្យមីឆានបើគាត់មិនត្រូវចិត្តគាត់បង្អត់លោកហើយលោកនៅតែ2ទេឥឡូវចិត្តងាប់ហើយពេលណាគាត់កាច់បរ៉ែតបើភ្លើងពីផ្ទះគាត់ភ្លឺបើគាត់កាច់បិទអាហ្នឹងចប់អស់ចាដល់ថ្នាក់ហ្នឹងណាញោមមិនលេងសើចទេណាចុះឡើងមកទៅជាប្រសង់សក្តិលោកទៅវិញធ្វើឲ្យត្រឹមត្រូវញោមមិនបានទេខុសធ្ងន់មកណាស់គេថាបើមិនជួយជោគជួយចែវកុំយកជើងរៀបទឹកបើថាធ្វើមិនធ្វើអីកុំតែផ្ដេសតែផ្ដាស់មិនបានទេអាចារ្យជាអ្នកដឹកនាំគណៈកម្មការជាអ្នកកត់ត្រាបច្ច័យកឋិនបានប្រមាណកសាងប្រមាណប្រកេនប្រសង់ប្រមាណប្រកេនលោកក្រាលគ្រប់ប្រមាណភិក្ខុសាមណេរចាំអាសាប្រមាណអាហ្នឹងអញ្ចឹងហើយបើចង់ជូនចាស់ដែលលឿយហត់ក្នុងពិធីបុណ្យត្រូវពិភាក្សាគ្នាម៉ូតូនេះថ្លង់ដល់កខ្ញុំអត់ណោយទៀនចំយ៉ាជីលន់ដូចផ្ទះបាញ់ហ្នឹងមិញចូលមកដល់រឿងយើងវិញកុំតន់អាលញឹមបែងចែកឲ្យដាច់អាចារ្យមានអាចារ្យធំអាចារ្យល្មមអាចារ្យតូចអាចារ្យមាន3អាចារ្យធំហ្នឹងអ្នកដឹកនាំអាចារ្យធំឈឺអាចារ្យរងឈឺអាចារ្យបន្ទាប់រងបណ្ឌរៀនទៅចេះទាំងអស់គ្នាហើយពេលដឹកនាំសូត្រធម៌ពេលដឹកនាំវេអីហ្នឹងត្រូវសិក្សាឲ្យចេះទាំងអស់គ្នាកុំរបៀបអាចារ្យធំឈឺចូលអាចារ្យរងអិតិបិសោភគវ៉ាអរហង្គសម្មាសម្ពុទ្ធោហើយមិនចឹងអិតិបិសោភគវ៉ាអរហង្គសម្មា30 40 50អាមកសូត្រប៉ុណ្ណាភ្នែកមើលគេរាប់លុយនោះអាហ្នឹងក៏មិនស្រួលដែរដឹកនាំមកវាច្បាស់អញ្ចឹងហើយគណៈកម្មការមានតួនាទីអីតួនាទីដឹងឮវត្តខ្លះគណៈកម្មការគ្រប់គ្រងបច្ច័យវត្តខ្លះប្រសង់គ្រប់គ្រងប៉ុន្តែខាងណាគ្រប់គ្រងក៏ខាងហ្នឹងទៅប៉ុន្តែបែងចែកឲ្យដាច់ជីស្នាមលោកមានមួយប្រសក់មានមួយធ្វើអីយកជីមកផ្ទៀងទៅចាត់ចែងទៅនេះអញ្ចឹងទៅអាហ្នឹងឲ្យវាស្របចឹងទៅมันអាចប្រសក់มันអាចមកមានសិទ្ធិបញ្ជាប្រសង់បានទេมันអាចមានសិទ្ធិមកបញ្ជាបានទេមិនតែចង្អុលលោកធ្វើចេះមិនត្រូវធ្វើចេះខ្លួនជាប្រសក់ទេដេកឲ្យប្រពន្ធនៅតែផ្ទះទេគ្មានសិទ្ធិឯណាមកបញ្ជាលោកអញញ៉ៃបានទេមានវត្តមួយនោះអាត្មាធ្លាប់ទៅនៅនឹងបាន2ភាសាគេថាចេះគេហៅលោកមកប្រជុំឲ្យគេចង្អុលនេះលោកគ្រប់អង្គណាបើកណាឲ្យនៅកណាឲ្យចេញបានអាត្មាចូលជើងខ្លាំងដែរកាលហ្នឹងអាត្មាថាអាត្មាមិនខ្លាចអាត្មាចង្អុលមុខតានឹងវិញតាឯងធ្វើអញ្ចឹងក៏មិនត្រូវដែរខ្លួនឯងប្រសក់ហ្នឹងបើចេះដឹងរឿងលោកស្អីកឋិនហើយប្រមូលលុយយកទៅផ្ទះអស់លេងឲ្យកូនចងការអាខ្លះយកឲ្យកូនទិញជ្រូកចិញ្ចឹមអាហ្នឹងបាបយកមកក្តៅក្រហាយទិញជ្រូកដល់ចិញ្ចឹមជ្រូកវាងាប់គោងាប់ទាងាប់ឆ្មាវាឆ្លងគ្នាងាប់អស់លេងហើយឈឺមិនសូវជាទេប្រយ័ត្នប្រយែងអារបស់ក្តៅក្រហាយគេហ្នឹងគេយកមកឲ្យយើងធ្វើបន់ចាត់ចែងក្នុងវត្តប្រសង់ឈឺអារឿងកសាងហ្នឹងមិនមែនកសាងតែកុដិសាលាពហិទេប្រសង់ឈឺប្រសក់ជើងវត្តក៏អញ្ចឹងដែរស្រួលគ្នាទៅនោះក្រុមគ្រូសាញោមនោះពងអត់ញ៉ៃឥឡូវឈឺអត់មានបច្ច័យទៅពេទ្យអត់មានលុយទៅពេទ្យហៅអាចារ្យគណៈកម្មការជុំប្រសង់ឥឡូវប្រសក់ជើងវត្តយើងនោះគ្រូសានឹងកំពុងអត់ឥឡូវបច្ច័យកឋិនយើងនេះមាន10 20លានដែរឥឡូវជួយគាត់2លាន3លានឲ្យតែឯកភាពគ្នាបុណ្យទាំងអស់ហ្នឹងមិនមែនចាំតែកសាងវត្តមួយមុខឯណាកសាងប្រសង់ក៏កសាងយើងមើលពុទ្ធបរិស័ទដែលខ្វះខាត
សំខាន់ឯកភាពគ្នាទាំងអស់គ្នាអាហ្នឹងវាបានហើយញោមប្រសើរហើយអាហ្នឹងវាអញ្ចឹងទេហើយដើម្បីឲ្យវត្តយើងរីកចម្រើនដើម្បីឲ្យវត្តយើងល្អប្រសើរទល់ប្រសក់ហ្នឹងចេះបាត់ប្រវេមាត់ផងក៏មកខុសអីបន្តិចតើហែកហ៊ូវត្តខ្លួនឯងនោះស្អាវត្តមិនល្អវត្តយើងហ្នឹងមិនសមវត្តយើងហ្នឹងវត្តគេនោះល្អវាគ្មានវត្តណាល្អជាងវត្តណាទេក្រូចឆ្មាហើយនឹងងាំងៅវាពូជតែមួយហ្នឹងទៅរួយណាល្អញោមល្អដូចតែគ្នាហ្នឹងឲ្យតែយើងតាំងចិត្តចំពោះសង្ឃបុណ្យវានៅតែបានពេញលេញអញ្ចឹងប្រហែលធ្វើបុណ្យធ្វើទានជាមួយសត្វដេរេឆានបានបុណ្យជាមួយមួយទៅសង្ឃយើងតាំងចិត្តចំពោះសង្ឃបុណ្យវានៅតែបានអារឿងប្រព្រឹត្តខុសឆ្គងបុគ្គលឯតាហើយបើយើងតាំងចិត្តទៅចំពោះសង្ឃបុណ្យវាបានរាប់ប្រមាណមិនអស់ទេបុណ្យបានច្រើនណាតែបើយើងនៅប្រកាន់ចេះប្រកាន់ចុះញោមហ៎បើញោមធ្វើបុណ្យប្រកាន់ចូលវត្តប្រកាន់ញោមមិនបាច់ចូលទេមិនបាច់ធ្វើទេបើដឹងហ្នឹងវត្តហ្នឹងមិនល្អញោមឯងទៅណាក៏មិនល្អដែរបើញោមឯងទៅមើលទៅកំហុសលោកហ្នឹងមិនទៅដើម្បីយកបុណ្យកុសលសង្រួមកាយវិចារចិត្តឯណាទៅមើលចេះចុះចុះឡើងមើលតាំងពីលោកឆានឡើងលោកនេះឆានហាមាត់ធំឲ្យចុះបើលោកមាត់ធំឲ្យហាធំលោកនេះឆានច្រើនណាតែគេលោកឲ្យមើលចានទៀតលោកនេះលោកតាណាឆាម្លោអញអត់លោកសោះលោកឆានអាណាឆានទៅអានឹងរឿងរបស់លោកទៅចឹងទេបែរមកវិញណាញាតិញោមណាញោមត្រូវដឹងទូនាទីខ្លួនឯងអាត្មាបញ្ជាក់ម្ដងទៀតទី1មានកាយកម្មប្រកបដោយមេត្តាទី2មានវិច័យកម្មប្រកបដោយមេត្តាទី3មានមនោកម្មប្រកបដោយមេត្តាទី4ជាអ្នកមិនបាត់ទ្វារផ្ទះបានន័យថាមានសទ្ធាជ្រះថ្លាទី5ទំនុកបំរុងបច្ច័យ4ដល់ភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាសូមអនុមោទនាញោមដើម្បីឲ្យប្រសង់វត្តយើងលោកសុខស្រួលលោកចាំភាសាបានល្អកុំភ្លេចទំនុកបំរុងលោក3ខែហ្នឹងមិនឲ្យមករាល់ថ្ងៃទេជាពិសេសមួយខែ4សិលចេះតែមកទៅមិនអីទេណាញោមណាហ្នឹងហើយសូមអនុមោទនាចូលរួមសម្ដែងក៏ប៉ុណ្ណេះចោះញោមអើយម៉ោង9ហើយអាត្មាក៏មិនបានសម្ដែងអីវែងឆ្ងាយទេហើយមិនបានសម្ដែងឲ្យសុបាយចិត្តខ្លាំងទេពីព្រោះបុណ្យនេះបុណ្យវត្តអញ្ចឹងណាបុណ្យវត្តយើងទៅរៀងស្លូតិចទៅនិយាយក្នុងធោអាហ្នឹងឲ្យវាច្រើនតិចទៅលំអិតក្នុងការចូលភាសាចាំភាសាហ្នឹងតិចទៅតែបើបុណ្យតាមភូមិអាហ្នឹងរឿងផ្សេងបុណ្យតាមភូមិរឿងផ្សេងក៏មករបៀបនិយាយថាលោកទេសនាឯងធ្លាប់ស្ដាប់បានសើចបានសប្បាយចិត្តណាដល់ទេសានេះទេអីអញ្ចឹងញោមបុណ្យមិនដូចគ្នាទេអាបុណ្យកតញ្ញូបច្ច័យ4វាផ្សេងបុណ្យខ្មោចផ្សេងបុណ្យចូលភាសាផ្សេងកឋិនផ្សេងភ្ជុំផ្សេងអញ្ចឹងដូចបទចម្រៀងគេច្រៀងអញ្ចឹងវាមានញាក់វាមានស្លូវាមានកំសត់ហើយទេសនាក៏អញ្ចឹងដែរឲ្យដឹងកលៈទេសៈស្ដាប់បានទេញោមហ្នឹងហើយឥឡូវប៉ុណ្ណេះចុះលើសលួសអត់ទេទេសណា1ម៉ោងទៀតទេសមិនកើតញោមតូរីចៃភាសាទៀតថាមិនដែលមកអីញោមឲ្យតែញោមមុនវត្តមុនក៏អាត្មាមកប្រសក់មុនក៏អាត្មាមកឲ្យតែមុនព្រោះនៅខេត្តតកែវនេះទេស្រុកកោះមិនដែរហើយចេញភាសាហ្នឹងអាត្មាទៅកាន់វត្តថ្មីវត្តហ្នឹងពហិមិនតាន់មានទេមានអសរទេចាំដល់អាត្មាទៅកាន់វត្តថ្មីសាលាឆាន់អារោកអារាបំឥឡូវហ្នឹងបើអាត្មាមុនទៅឆ្នាំក្រោយហ្នឹងញោមតំណេបើសាលាអាត្មាទៅជួយធ្វើវត្តហ្នឹងផងវត្តធម្មយុទ្ធនៅវត្តធម្មយុទ្ធនៅស្រុកកោះអណ្ដែតខេត្តតកែវអីទៅលក់ដីលក់អីបាន$1 លានអីហ្នឹងប្រកេនអាត្មា$50,000ទៅក៏មកប្រកេនបន្តិចហើយទៅនឹងកំទៅដៃទៅទេមានបាយម្ហូបមានសម្ភារៈអីផ្សេងជាពិសេសប្រាក់ហ្នឹងណាហ្មងទៅជួយធ្វើវត្តថ្មីហ្នឹងអាណិតមកញោមអាត្មាមើលទៅដីហ្នឹងត្រូវទិញថែមហើយត្រូវកសាងកុដិមួយសម្រាប់អាត្មាគង់នៅពេលដែលអាត្មាទៅហ្នឹងហើយត្រូវធ្វើពហិហ្នឹងឲ្យហើយតែម្ដងពហិហ្នឹងធ្វើមិនបាច់យូរទេញោម2ឆ្នាំ3ឆ្នាំត្រូវឲ្យហើយហ្មងព្រោះពហិតែ5-10ម៉ឺនហ្នឹងពហិវត្តគណៈធម្មយុទ្ធអត់សូវធំទេញោមពហិមួយ30-40ម៉ឺនហ្នឹងតិចមកភាគច្រើន14ម៉ឺន15ម៉ឺនទេ
ហើយ140000 15000ញោមឯងលក់ដីតែម្ដុំបានមកទេឃើញទេញោមឯងចង់ទៅឋានសួគ៌អត់ចុះបើចង់ទៅឋានសួគ៌ធ្វើពហិមួយម្ឯងទៅបាទអាត្មាមានក៏អាត្មាមិនធ្វើដែរម្ឯងពីច្រើនពេកស្រាក់គ្នាទៅអញ្ចឹងណាញោមបាទអាត្មានិយាយប្រាប់ថាវាគ្មានអាណាស្លាប់ទៅយល់លុយទៅបានទេនៅក្មេងចាយវាយបដាធ្វើប៉ុនបដាដល់ចាស់ទៅដល់ធ្វើប៉ុនហ្នឹងញោមឯងទៅច្រៀងការ៉ាអូខេហ្មងបើថ្មិញគ្មានផងណាបំខ្ទាតទឹកមាត់ចូលក្បាលមីក្រូដាក់ក្បែរមាត់ឆ្លងពីងាប់ឥឡូវប្រព័ន្ធនេះចុះលើលុះខ្វះខាតអីក៏សូមអធិស្ឋានលើកឡើងបុណ្យកុសលប្រគេនគុណចាស់គ្រប់ព្រះអង្គជូនបុណ្យញាតិញោមពុទ្ធបរិស័ទស្រីប្រុសសូមទទួលបានចំណែកបុណ្យកុសលដែលកើតអំពីការសម្ដែងធម្មទេសនាបុណ្យចូលវសានៅវត្តអង្គការាមនៅក្នុងស្រុកស្អាងឃុំក្រាំងយ៉ៅនេះទាំងអស់គ្នាញោមណាសូមអនុមោទនាការចូលរួមសម្ដែងសន្មតចប់ដោយសង្ខេបប៉ុណ្ណេះអេវ៉ាំង